តែពេលណាគឺជាពេលដែលល្អបំផុតសម្រាប់ការទិញផ្ទះនៅគម្រោងឬក៏ទិញនៅបុរីអញ្ចឹងសម្រាប់បងឬក៏បងប្អូនដែលកំពុងតែចង់ទិញផ្ទះលើដំបូងហ្នឹងអាច save វីដេអូនេះទុកអាចយកធ្វើជាព័ត៌មានឬក៏ទិន្នន័យដើម្បីយកទៅពិចារណាថាតើយើងគួរតែសន្សំលុយហើយពេលណាគួរតែសម្រេចចិត្តទិញផ្ទះនៅគម្រោងសម្រាប់ជាទូទៅនៅគម្រោងបើសិនជាយើងចង់ទិញនៅបុរីហើយយើងចង់ចាប់ប្រើប្រាស់កម្ចីធនាគារខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាពិចារណាទិញផ្ទះនៅដើមឆ្នាំហេតុអីបានខ្ញុំនិយាយអញ្ចឹងព្រោះជាទូទៅនៅក្នុងដើមឆ្នាំគឺទាំងគម្រោងក៏ដោយទាំងធនាគារក៏ដោយគឺគេមាន KPI គេនៅក្នុងឆ្នាំហ្នឹងដើម្បីសម្រេចគោលដៅណាមួយចឹងទៅដោយជាក់ស្ដែងតើតងនឹងបើសិនជាធនាគារបងចង់កម្ចី loan ពីធនាគារព្រោះធនាគារនៅក្នុងមួយឆ្នាំហ្នឹងគេមានកញ្ចប់ថវិកាគេដើម្បីកម្ចីលើអីផ្សេងៗដូចជាកម្ចីអាជីវកម្មកម្ចីសម្រាប់ការទិញផ្ទះឬក៏ទិញលំនៅឋានហ្នឹងអញ្ចឹងបើសិនជាយើងសម្រេចថាទិញនៅក្នុងដើមឆ្នាំអញ្ចឹងភាគរយច្រើនដែលយើងអាចទិញបាននៅក្នុងតម្លៃល្អហើយយើងអាចចរចាក្នុងបានលក្ខខណ្ឌល្អជាមួយខាងធនាគារផងដែរព្រោះជាទូទៅទាំងមន្ត្រីអន្តរជាតិក៏ដោយទាំង sale បរិយក៏ដោយទាំងម្ចាស់គម្រោងក៏ដោយគឺគាត់តែងតែចង់ធ្វើម៉េចឲ្យដើមឆ្នាំហ្នឹងគឺវាអាចសម្រេចនៅគោលដៅរបស់គាត់មួយភាគធំអញ្ចឹងហើយបានជាក្នុងការចរចាយើងទៅទិញផ្ទះនៅក្នុងគម្រោងគឺយើងអាចចរចាទីមួយបានលក្ខខណ្ឌល្អហើយបើសិនជាគម្រោងហ្នឹងជាទូទៅគេបើកគម្រោងថ្មីអាចនៅចុងឆ្នាំឬក៏ចាប់ផ្ដើមឆ្នាំហ្នឹងគឺគេបើកគម្រោងថ្មីហើយអញ្ចឹងយើងអាចទៅទិញហ្នឹងលើបានទីតាំងល្អផងដែរ